មានរឿងព្រេងនិទានជប៉ុនមួយបានពោលថាប្រសិនបើឡានក្រុងចេញចោលអ្នកនោះប្រហែលជាអ្នកបានជៀសវាងការជិះទៅខុសគោលដៅប្រសិនបើអ្នកត្រូវគេបដិសេធនោះប្រហែលជាអ្នកត្រូវបានគេជួយសង្គ្រោះឲ្យរួចផុតពីកន្លែងខុសឆ្គងមួយប្រសិនបើមនុស្សចាក់ចេញពីអ្នកនោះប្រហែលជាពួកគេកំពុងតែបើកផ្លូវនិងទុកកន្លែងទំនេរសម្រាប់មនុស្សត្រឹមត្រូវម្នាក់ទៀតដែលចិត្តនឹងដើរចូលមកចក្រវាលតែងតែជួយការពារអ្នកតាមរបៀបទាំងឡាយណាដែលមើលទៅហាក់ដូចជាសំណាងអាក្រក់នៅពេលដំបូងការងារអ្នកមិនបានសម្រេចមនុស្សដែលបានដើរចេញពីជីវិតអ្នកឬក៏ផែនការដែលត្រូវដួលរលំខ្ទេចខ្ទីនៅវិនាទីចុងក្រោយអ្នកបានហៅវាថាជាគ្រោះអកុសលឬក៏ភាពសោយអ្នកបានចោទសួរខ្លួនឯងថាហេតុអ្វីបានជាគ្រប់យ៉ាងតែងតែខុសចំពោះរូបអ្នកជានិច្ចប៉ុន្តែជួនកាលវាគ្មានរឿងអ្វីដែលខុសឆ្គងទាល់តែសោះវាប្រហែលជាការជួយការពារដ៏អាថ៌កំបាំងមួយដែលអ្នកមិនទាន់អាចមើលឃើញដោយភ្នែកទទេនៅឡើយនៅពេលដែលអ្នកចាប់ផ្ដើមសម្លឹងមើលរឿងរ៉ាវទាំងនោះក្នុងចំណុចបែបនេះគ្រប់យ៉ាងនៅក្នុងជីវិតនឹងត្រូវផ្លាស់ប្ដូរមិនមែនគ្រប់រឿងរ៉ាវទាំងអស់ដែលផ្ដល់អារម្មណ៍មកថាជាការបាត់បង់សុទ្ធតែជាការបាត់បង់ពិតប្រាកដនោះឡើយជួនកាលអ្វីដែលធ្វើអ្នកឈឺចាប់បំផុតគឺជាអ្វីដែលកំពុងតែលោភលះជួយសង្គ្រោះអ្នកឲ្យរួចផុតពីអ្វីមួយដែលអាក្រក់ជាងនេះទៅទៀតដូច្នេះហើយចូលមានជំនឿចិត្តទៅលើផ្លូវវាងនៃជីវិតចុះរបស់ដែលអ្នកកំពុងតែខូចចិត្តស្ដាយស្រណោះអាចជារបស់ដែលបានជួយសង្គ្រោះជីវិតរបស់អ្នកការបដិ